បាទពុកម៉ែបងប្អូនបាទដីចំការនេះគឺមានចំនួន1ហិកតាបាទហើយខ្ញុំនឹងដាំដំណាំ3ប្រភេទបាទប្រភេទទី1គឺកាកាវបាទប្រភេទទី2គឺដូងបាទដូងនិងប្រភេទទី3គឺចេកណាំវ៉ាបាទចេកណាំវ៉ាបាទដោយដំណាំអតិភិបរបស់ខ្ញុំគឺកាកាវបាទកាកាវគឺប្រមូលផលជារៀងរាល់កន្លះខែម្ដងពុកម៉ែបងប្អូនឃើញផ្លែបាទឲ្យតែមានទឹកគ្រប់គ្រាន់បាទដាក់ជីត្រឹមត្រូវគឺនឹងបានផលហើយដូងនិងចេកបាទហើយចំការយើង1ហិកតាមែនប៉ុន្តែខ្ញុំបានដាំជាជួរបាទដោយមានពន្លឺចេញចុះគ្រប់គ្រាន់និងកំណត់ព្រំដែនសមានៃដំណាំនីមួយៗបាទតួយ៉ាងដូចជាកាកាវនេះគឺយើងមកជួររបស់វាមកគឺយើងបានកំណត់ព្រំវាមិនឲ្យវាវែងជាងនឹងទេកម្ពស់ក៏មិនឲ្យខ្ពស់ជាងនឹងដែរបាទព្រោះកាកាវគឺផ្លែនៅដើមទេដូច្នេះគឺខ្ញុំយកកាកាវនេះតូចល្មមបាទហើយចេកគឺនៅប្រឡោះកដាលបាទនៅប្រឡោះកដាលនៅជួរបាទហើយនឹងដូងបាទដូងគឺជុំវិញដូងទាំងអស់ហើយនឹងផ្ទៃកន្លះខាងក្នុងគឺ10ម៉ែត្រមួយដើមបាទអញ្ចឹងអ្វីដែលខ្ញុំអាចគ្រប់គ្រងបានគឺកាកាវបាទដែលយើងអាចគ្រប់គ្រងព្រំដែនសមារបស់វាបានហើយនឹងចេកបាទចេកយើងអាចគាស់ម្លែកកុំឲ្យវាស្ដុកពេកបាទលើកលែងតែដូងដែលយើងអាចកំណត់កម្ពស់វាបានម្លែកវាបានបាទអញ្ចឹងដូច្នេះចំការនេះគឺមានផ្ទៃដី1ហិកតាខ្ញុំនឹងកែច្នៃឲ្យបានទៅជាដំណាំ3ប្រភេទដែលមានខ្យល់និងពន្លឺចូលគ្រប់គ្រាន់បាទសូមអរគុណច្រើន